សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានលើកឡើងថាពេលខ្លះខ្ញុំមានការចាំបាច់ក្នុងការលើកឡើងនៅចំណុចមួយចំនួនកុំឲ្យក្រុមអ្នកនយោបាយខ្លះឆ្លៀតប្រឌិតរឿងមិនពិតក្នុងចេតនាកេងចំណេញនយោបាយនិងដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាលនៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2025នេះបានសរសេរជាមួយនឹងខ្លឹមសារបញ្ជាក់ទាំងស្រុងថាក្នុងកលៈទេសៈដែលយើងកំពុងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងខ្ញុំមិនចង់មានការឆ្លើយឆ្លងជាមួយអ្នកនយោបាយខ្មែរមួយចំនួននោះទេក៏ប៉ុន្តែពេលខ្លះក៏មានការចាំបាច់ក្នុងការលើកឡើងនៅចំណុចមួយចំនួនកុំឲ្យក្រុមអ្នកនយោបាយខ្លះឆ្លៀតប្រឌិតរឿងមិនពិតក្នុងចេតនាកេងចំណេញនយោបាយនិងដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាលកាលពីព្រឹកមិញនេះលោកអ៊ុំសំអានបានបង្ហោះសារនៅក្នុងគណនី Facebook របស់ខ្លួនថាភូមិណាំរុងនេះជាប់ស្រុកកំរៀងខេត្តបាត់ដំបងដែលជាអតីតតំបន់មូលដ្ឋានយោធាខ្មែរក្រហមដែលលោកអៀងសារីបានកាន់កាប់ហើយមានលោកអ៊ីឈៀនជាមេទ័ពនាសម័យសង្គ្រាមស៊ីវិលនាទសវត្សរ៍ទី80លោកអ៊ីឈៀនអតីតអភិបាលខេត្តបៃលិនធ្លាប់និយាយថាថៃបានបង្ខិតចូលដីខ្មែររាប់រយម៉ែត្រនៅតំបន់ភូមិណាំរុងជាប់ស្រុកកំរៀងនេះព្រំដែនចាស់មិនមែនស្ថិតនៅតំបន់ព្រំដែនបច្ចុប្បន្ននោះទេប៉ុន្តែឥឡូវនេះកម្ពុជាទទួលស្គាល់ព្រំដែនថ្មីគឺធ្វើឲ្យបាត់បង់ដីខ្មែរជាច្រើនគីឡូម៉ែត្រការ៉េនៅតំបន់នោះប៉ុន្តែប៉ុន្មាន1ម៉ោងក្រោយមកអាយដាមអ៊ីឈៀនបានចេញសារបញ្ជាក់ជូនបងប្អូនជនរួមជាតិថាអ្វីដែលអ៊ុំសំអានសរសេរនេះគឺជាការប្រឌិតទាំងស្រុងនិងមានចរិតញុះញង់ដើម្បីបង្ករឿងនិងកេងចំណេញនយោបាយនៅក្នុងចេតនាបង្កចលាចលសង្គមនិងការយកច្រឡំមកលើកិច្ចការព្រំដែនដែលរាជរដ្ឋាភិបាលនិងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាកំពុងអនុវត្តដោយឈលលើមូលដ្ឋានច្បាប់អន្តរជាតិអនុសញ្ញាសន្ធិសញ្ញាផែនទីនិងឯកសារដែលបន្សល់ទុកពីបារាំងខ្ញុំនិងប្រជាជនទាំងអស់នឹងរងចាំមើលថាតើលោកអ៊ុំសំអានដែលតាំងខ្លួនជាអ្នកជំនាញព្រំដែននឹងឆ្លើយតបយ៉ាងណាចំពោះអាយដាមអ៊ីឈៀនហើយតើលោកអ៊ុំសំអានមានឯកសារឬភស្តុតាងអ្វីផ្សេងទៀតទេដើម្បីការពារអំណះអំណាងរបស់ខ្លួននិងបញ្ជាក់ថាខ្លួនជាអ្នកជំនាញព្រំដែនពិតប្រាកដសង្ឃឹមថាលោកមិនគ្រាន់តែចេញមកចោទប្រកាន់អាយដាមអ៊ីឈៀនថាគាត់និយាយកុហកឬក្បត់ឧត្តមគតិដោយអ្វីដែលលោកតែងតែចោទអ្នកដែលមិនមានទស្សនៈស្របជាមួយលោកនិងក្រុមរបស់លោកនោះទេនិយាយដោយត្រង់តាមដែលខ្ញុំមើលឃើញនិងប្រហែលដូចអ្វីដែលបងប្អូនប្រជាពលរដ្ឋមើលឃើញដូចគ្នាដែរនោះគឺរហូតមកដល់ពេលនេះអ្វីដែលលោកអ៊ុំសំអាននិយាយពាក់ព័ន្ធនឹងកិច្ចការព្រំដែនហាក់ដូចជាគ្មានអ្វីច្បាស់លាស់អាចយកជាការបានទាំងមូលដ្ឋានបច្ចេកទេសផែនទីក្រៅតែពីបានមកសុំហ្វូតូកូពីផែនទីមួយផ្ទាំងពីបណ្ណាល័យសភាសហរដ្ឋអាមេរិកដើម្បីធ្វើការសិក្សាស្រាវជ្រាវទាំងមូលដ្ឋានច្បាប់ឬឯកសារយោងនានាឃើញតែលើកឡើងថាអ្នកនេះឬអ្នកនោះបាននិយាយថាដីខ្មែរពីមុននៅនោះមិនមែននៅនេះទេដោយជាករណីដែលគាត់លើកឡើងថាអាយដាមអ៊ីឈៀនបាននិយាយដូចនេះនៅពេលដែលអាយដាមអ៊ីឈៀនច្រានចោលថាជាការប្រឌិតឡាក់ខ្ញុំសូមឲ្យយោបល់ដូចនេះថាបើលោកឬក្រុមអស់លោកមិនយល់ច្បាស់រឿងផែនទីឬកិច្ចការព្រំដែនទេសូមកុំតាំងខ្លួនជាអ្នកចេះជាងអ្នកជំនាញព្រំដែនដែលបានធ្វើកិច្ចការងារព្រំដែននេះរាប់ទសវត្សរ៍មកហើយប្រសិនបើអស់លោកមិនប្រកាន់ខ្លួនឬខ្លាចគេថាអន់ទេហើយចង់រៀនសូត្រអំពីវិធីសាស្ត្រឬបច្ចេកទេសក្នុងការប្រើប្រាស់ផែនទីដែលអស់លោកបានហ្វូតូកូពីនៅបណ្ណាល័យសភាសហរដ្ឋអាមេរិកដើម្បីជាជំនួយក្នុងការវាស់វែងបោះបង្គោលនិងខណ្ឌសីមានៅលើដីឲ្យបានត្រឹមត្រូវនោះលោកអាចស្នើសុំមករាជរដ្ឋាភិបាលដើម្បីឲ្យមានអ្នកជំនាញព្រំដែនពិតប្រាកដអាចធ្វើបទបង្ហាញខ្លីមួយពាក់ព័ន្ធនឹងមូលដ្ឋានបច្ចេកទេសក្នុងការប្រើប្រាស់ផែនទីបើអស់លោកមិនមកប្រទេសខ្មែរទេលោកអាចចាត់តាំងតំណាងដែលនៅខ្មែរដើម្បីឲ្យអ្នកបច្ចេកទេសធ្វើបទបង្ហាញឲ្យដែលតំណាងអស់លោកអាចយកទៅបង្រៀនបន្តដល់លោកនិងក្រុមលោកខ្ញុំជឿថានៅពេលដែលអស់លោកបានយល់ដឹងខ្លះៗពីមូលដ្ឋានបច្ចេកទេសផែនទីអស់លោកនឹងអាចមានសមត្ថភាពនិយាយស្ដីសមហេតុផលជាងមុនច្រើនក្នុងករណីដែលអស់លោកប្រកាន់សច្ចភាព